បងស្រីម្នាក់នេះពិតជាចម្លែកគាត់តែងតែគេចមកពីឪពុកក្មេករបស់គាត់ដោយការពួនសំងំទៅនៅក្នុងបន្ទប់របស់គាត់នឹងជារៀងរាល់ថ្ងៃហើយពេលឃើញឪពុកក្មេកគាត់នឹងគាត់តែងតែភ័យខ្លាចហើយការងារក្នុងផ្ទះផ្សេងៗហ្នឹងគឺគាត់ទុកឲ្យឪពុកក្មេកនឹងជាអ្នករ៉ាប់រងទាំងអស់តោះមកដឹងការពិតពីក្រោយរឿងរ៉ាវនេះទាំងអស់គ្នាបងស្រីហ្នឹងគាត់មានឈ្មោះថា Chingu នៅប្រទេសកូរ៉េគាត់រៀបការបាន2ឆ្នាំហើយជាមួយនឹងប្តីរបស់គាត់ហើយប្តីរបស់គាត់ហ្នឹងសប្តាហ៍ថ្ងៃជាសិស្សនិស្សិតផងហើយធ្វើការជាអ្នកដឹកជញ្ជូនម្ហូបផងដើម្បីផ្គត់ផ្គង់ចំណាយផ្សេងៗក្នុងផ្ទះហើយពួកគាត់ក៏មានកូនតូចផងដែរហើយរស់នៅជុំគ្នាក្នុងផ្ទះតែមួយនឹងមានឪពុកមានប្តីមាន Chingu មានកូនតូចនឹងជាធម្មតានៅពេលព្រឹកឡើងបើប្តីគាត់មិនទាន់ទៅធ្វើការទេហើយ Chingu ឃើញឪពុកក្មេកហ្នឹងគាត់តែងតែមានអាការៈភ័យខ្លាចមានអារម្មណ៍ថាដូចជាប្រុងប្រយ័ត្នខ្លាចឪពុកក្មេកនឹងធ្វើបាបហើយពេលប្តីទៅធ្វើការChingu នឹងតែងតែលបមើលឪពុកក្មេកគាត់បើសិនជាឪពុកក្មេកនៅសម្អាតខាងក្រៅផ្ទះChingu នឹងប្រញាប់មកយកចំណីអាហារទឹកផឹកទៅដល់គោអីហ្នឹងសម្ភារៈចាប់បាច់អីផ្សេងៗចូលក្នុងបន្ទប់ហើយបិទទ្វារយ៉ាងប្រញាប់មកព្រោះគាត់មិនហ៊ានជួបមុខឪពុកក្មេកគាត់ទេChingu ធ្វើបែបហ្នឹងជារៀងរាល់ព្រឹកហើយគាត់នឹងមិនចេញមកក្រៅបន្ទប់ទេទោះគាត់ធ្វើការអ្វីក៏ដោយក៏គាត់មិនចេញពីបន្ទប់ប្តីដែរបើគាត់ដឹងថាឪពុកក្មេកកំពុងនៅក្នុងផ្ទះហ្នឹងគឺគាត់ចេញទេChinguនិងឪពុកក្មេកហ្នឹងនៅផ្ទះជាមួយគ្នាមែនប៉ុន្តែគាត់ទាំងពីរមិនដែលជួបមុខគ្នាទល់មុខអីទេអញ្ចឹងហើយបានជាឪពុកក្មេកថ្ងៃខ្លះគាត់អង្គុយនៅក្រៅផ្ទះយូរម៉ោងថ្ងៃខ្លះក៏សង្ងំនៅក្នុងបន្ទប់ដេកតើតែគាត់ដឹងថាChinguចេញក្រៅមកយកចំណីឬក៏របស់របរផ្សេងៗហើយទើបគាត់ចេញមកខាងក្រៅហើយមកធ្វើការងារផ្ទះបោសសម្អាតជូតផ្ទះសម្បែងចំអិនអាហារអីបែបហ្នឹងទៅព្រោះគាត់អត់ចង់ឲ្យChinguហ្នឹងមានអារម្មណ៍ថាពិបាកឬក៏អត់ស្រួលអីទេឪពុកក្មេកហ្នឹងគាត់ក៏បានគិតថាគាត់ចង់ចាក់ចេញពីផ្ទះនឹងដែរប៉ុន្តែគាត់អត់មានកន្លែងត្រូវទៅទេចំណែកប្តីនឹងChinguហ្នឹងក៏អត់ទាន់មានលទ្ធភាពទិញផ្ទះឬជួលផ្ទះថ្មីអីនៅដែរទើបពួកគាត់ហ្នឹងត្រូវរស់នៅក្នុងស្ថានភាពបែបហ្នឹងជាមួយគ្នាកលែងមកដឹងសាច់រឿងមូលហេតុថាហេតុអីChinguមានសភាពផ្លូវចិត្តអញ្ចឹងជាមួយឪពុកក្មេកតាមពិតទៅChinguមកពីគ្រួសារដែលបែកបាក់គ្នាជាក្មេងកព្រាផងហើយកាលពីក្មេងហ្នឹងគាត់ត្រូវបានអ្នកមើលថែសាលាដែលមានវ័យចំណាស់ហើយជាសាលាដែលគាត់រៀនហ្នឹងបានចាប់បំពេញគាត់ធ្វើឲ្យChinguហ្នឹងមានរបួសផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ក្លាយជាជំងឺវិបត្តិផ្លូវចិត្តតែងតែខ្លាចតែងតែមានអារម្មណ៍ប្រុងប្រយ័ត្នចំពោះបុរសដែលមានវ័យចំណាស់Chinguជួបរឿងបែបហ្នឹងហើយទើបធ្វើឲ្យគាត់នឹងខ្លាចចំពោះឪពុកក្មេកគាត់នឹងក៏យល់ពីChinguដែរគឺអាណិតស្រឡាញ់កូនមិនប្រកាន់យកទោសបីកូនថែមទាំងជួយឲ្យសម្របខ្លួនព្យាយាមមិនឲ្យកូនឃើញមុខគាត់ទេព្រោះគាត់ដឹងថាកូនមិនសនុកចិត្តហើយបើសិនជាគាត់មានជំនឿក៏គាត់មិននៅជាមួយកូនដើម្បីកូនពិបាកដែរនៅវីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណ